បាទជំរាបសួរអ្នកមីងបាទអ្នកមីងមានឈ្មោះអ្វីដែរខ្ញុំមកសុំសុផាតបាទអ្នកមីងសពថ្ងៃនេះមានទីលំនៅនៅភូមិណានៅភូមិថ្មីស្រុកកំកោខណ្ឌនគររដ្ឋធានីភ្នំពេញចង់សួរពីអាការៈមុននឹងប្រើតើអ្នកមីងមានជំងឺអីដែរខ្ញុំមុនដំបូងអស់ខ្ញុំមហារីស្បូនដល់កូនឲ្យទៅវះនៅពេទ្យថៃបានវះរួចទេអូម៉ែបានវះហើយនៅពេទ្យបង្កហើយចុងក្រោយមកមិនទៀតចាគេឲ្យចាក់ឲ្យគីមីចាក់គីមីបាន3ដងចាក់គីមីបាន3ដងចាចាក់បាន3ដងចូលមិនបានឈប់ចាក់ពេទ្យគេលេងឲ្យចាក់ហ្មងគាត់ថាចាក់ឲ្យក៏ព្រោះក្តៅនៅអត់នេះចឹងក្តៅកុហកខែគាត់នៅអត់បានត្រូវហើយដោយសារគាត់ចាក់គាត់អត់អាចទ្រពអាចមានន័យថាត្រង់នឹងថ្នាំគីមីបានទេអញ្ចឹងណាចាបាទអញ្ចឹងឥឡូវនេះអ្នកមីងបានប្រើប្រាស់បានញ៉ាំជាមួយនឹងសុទ្ធរុក្ខជាតិដើមសម្ោចហើយតើអ្នកមីងទទួលបាននៅលទ្ធផលមិនដែរបាទពេលនេះពេលឥឡូវខ្ញុំបានហូបអាថ្នាំបានឌីសម្ោចហ្នឹងក៏ខ្ញុំដើមសម្ោចហ្នឹងក៏ខ្ញុំរៀងតិចទ្រូងរៀងមានកម្លាំងមានកំហែងអត់ដូចពីមុនចាមុនដើររួចទេពីមុនខ្ញុំដើរពីធំហ្នឹងវាញ័រហ្មងឥឡូវគាត់ដើរបានទៅផ្ទះកូនតែអីមកធំហ្នឹងបានដៃបានញ័រហ្មងចាមើលសួរការៈសួរបងស្រីបាទតើថៃឯងមានព្យាបាលនៅខ្មែរទេពេលមកពីថៃពេលបិទថៃបិទអីចឹងព្យាបាលនៅខ្មែរយើងមកចាក់គីមីគេឲ្យយើងមកចាក់គីមីចាតែចុងក្រោយពេទ្យលេងចាក់ឲ្យចាពេទ្យលេងចាក់ឲ្យហ្មងគាត់ថាបើចាក់គាត់នៅតែទ្រុឌទ្រោមនៅតែទៅពេទ្យរហូតចឹងគេឈប់ចាក់ឲ្យគាត់ហ្មងតែគាត់ថាគាត់ទ្រុឌទ្រោមអាថ្នាំគីមីនឹងអត់បានវាក្តៅចឹងគាត់ចាក់ទៅគាត់ចេះធ្វើទុកទៅពេទ្យឈប់ឲ្យចាក់ហ្មងឈប់ឲ្យចាក់ពេទ្យមានវិធីអីទេឲ្យប្រើថ្នាំឲ្យតែប្រើថ្នាំហ្នឹងតែមកមុខទេចាតែមកមុខទេតែឈប់ឲ្យចាក់ហ្មងអាការៈមហារីកហ្នឹងមិនជារឿងលេងសើចទេណាចាហើយគេលេងចាក់គីមីឲ្យហ្នឹងមានន័យថាពេទ្យលេងទទួលស្គាល់ហើយចាបាទគេឲ្យតែថ្នាំហ្នឹងផឹកដើម្បីកំដរចាំនិយាយចាបាទលោកអ៊ំស្រីស្ថានភាពរាល់ថ្ងៃស្រួលខ្លួនបានប្រហែលប្រហែលភាគរយហីបានប្រហែល50%លោកគ្រូបាទគិតពីញ៉ាំបានប៉ុន្មានថ្ងៃហីញ៉ាំបានហើយកន្លះ10ថ្ងៃអូនណាតំអស់បាទឡើងកំប៉ុង10ថ្ងៃហ្នឹងគាត់ញ៉ាំលឿនដែរចឹងចាក៏ហូបមួយថ្ងៃ3-4លីត្រណចាការហូបអត់ធ្វើទៅឯងគាត់ចង់4ម្ដងយើងដាំតា2លីត្រទេដល់ពីគាត់ថាហូបទៅស្រួលទៅគាត់ឲ្យដាំ4លីត្រ4លីត្រអត់ស្អីទុកអីអ៊ំមើលបាទបងអាចនិយាយតិចមកបាទឥឡូវនេះបងត្រូវនិយាយបងបាទត្រូវជាមួយនឹងកូនសាបាទអាការៈគាត់ពីមុននឹងឥឡូវខុសគ្នាបងខុសគ្នាបងខុសគ្នាព្រោះក៏ពីមុនគាត់ដើររួចទេតែគាត់សម្រាប់ងើបគាត់រួចអីចឹងណាបាទដល់ឥឡូវគាត់ហូបទៅគាត់អាចដើរបានអីបានទៅណាអីអត់ត្រូវធ្វើទុកអីចឹងណាបងសប្បាយចិត្តទេបងសប្បាយចិត្តតែបើគាត់បានអញ្ចឹងខ្ញុំសប្បាយចិត្តទេបើទៅពេទ្យអស់លុយច្រើនណាបាទងាកពេទ្យកូនចៅវាបាក់ដែរណាងាករត់ទៅពេទ្យបាទអស់លុយហើយម៉ោងនេះពេទ្យអត់ទទួលស្គាល់ទៀតប្រចាក់គីមីលេងចូលហើយបងដឹងចាក់លេងចូលហើយព្រោះថាចាក់ទៅគាត់នៅថាទ្រាំទ្រាំបានក្តៅក្រហល់កាហាយពេញខ្លួននឹងទប់អត់ជាប់ទេបាទគាត់ថាគាត់ចាក់ទៀតគាត់ដាច់ខ្យល់ហេត្រូវហើយមើលអ៊ំសុំដើរមួយមើលអ៊ំបាទសុំដើរមួយមើលឈរដើរតិចមើលបាទអ៊ំដើរទៅណាក៏បានដើរទៅក្រោយក៏បានដែរដើរវិញក៏បានដើរចូលក្នុងផ្ទះក៏បានដែរបាទនេះគេអ៊ំស្រីក៏ដើរព្រិលលេងហ៎បាទដើរបាទអ៊ំជើញដើរមកវិញមកអត់អីទេបាទអញ្ចឹងគាត់ជំងឺមហារីកអ៊ំអាចអង្គុយវិញបានអ៊ំបាទអញ្ជើញអង្គុយមកបាទឥឡូវគាត់មានកម្លាំងកំហែងកូនចៅសប្បាយចិត្តតើបងកូនចៅដែរហើយជាម៉េចបងបាទអូតើបងចូលអង្គុយលេងបងបងអញ្ជើញមកនេះតិចមើលបងអាការៈម្ដាយក្មេងរបស់បងណាបាទអាការៈរបស់គាត់ពីមុនមិនដែរបងឃើញពីមុនណាពីមុនពីដំបងឡើយខ្ញុំនាំគាត់ទៅថៃទៅនាំទៅវះកាត់ច្បូនទាំងអស់ហ្នឹងអញ្ចឹងណាហើយដល់ពេលទៅមកក្រោយទៀតមកដល់ខ្មែរយើងមានអាការៈធ្ងន់ធ្ងរខ្លាំងដើរអត់រួចគាត់និយាយចំពិបាកក្នុងខ្លួនគាត់ហ្មងមិនបាននិយាយនឹងវែងឆ្ងាយហ្មងមហារីកបងមិនលេងសើចបាទហើយដល់ពេលចុងក្រោយទៀតចេះតែរកថ្នាំមកបងទៅពេទ្យថ្នាក់គេមិនចង់នឹងមើលយើងព្រោះវាតំណាក់កាលដល់គាត់ដាក់ថ្នាំទៅលេងអត់ចូលហ្មងអត់ត្រូវដល់ពេលអញ្ចឹងទៅបាន
ទៅរកថ្នាំខ្មែរទៅរកអីអញ្ចឹងទៅមានអាងូចទឹកផងមានអីផងអញ្ចឹងណាត្រាំទឹកផងអញ្ចឹងទៅដល់ពេលសារក្រោយនេះបានផលិតផលនេះទៅ សិនបរាណាសម្ោច បាទ បាទ ខ្ញុំអត់ដឹងដែរ ព្រោះដល់ពេលទៅបានផលិតផលហ្នឹងទៅគាត់ហូបបានមកឈុតមិនតាន់ដល់ផងគាត់រៀងសាច់ឈាមគាត់រៀងថ្លាវិញណា បាទ ដើរក៏រួចអីក៏រួចចឹងទៅរួច ខ្ញុំកូនទាំងអស់គ្នាចេះសួរពីអាការៈគាត់ថាស្រួលជាងមុនអីអញ្ចឹងណាបងបាទបាទ អញ្ចឹងមានន័យថាពីមុនហ្នឹងគឺថាដើរអស់ហើយព្យាបាលទាំងពីត្រាំទឹក បាទហ្នឹងហើយ ឲ្យតែគេឮថាកន្លែងណាជាគឺទៅកន្លែងហ្នឹងហើយមែនទេ បាទ អស់លុយច្រើនហើយមើលទៅតាមមើល អស់ច្រើនណាស់មិនបាច់និយាយ ឥឡូវមកជាថ្នាំខ្ញុំបើដាក់ទៅពីកំប៉ុងអត់តែ$180ទេ បាទ 180ហ្នឹងសឹងនឹងព្រឹសរត់ព្រៃហ្មងណា បាទចាំមើលខ្ញុំថាម៉ាក់ខ្ញុំថាគាត់ឲ្យគាត់បន្តថ្នាំនឹងឲ្យរហូតកុំឲ្យដាច់អសោះអញ្ចឹងណា ត្រូវហើយបងត្រូវហើយក ុំឲ្យដាច់ព្រោះកាលណា ញ៉ាំសម្រាប់ ដាច់ មេរោ នឹង គកោ ខ្លាចអាការៈក្នុងខ្លួនគាត់ឡើងមកទៀតយើងពិបាកអញ្ចឹងណាបងបានចង់ឲ្យគាត់បន្តរហូត បាទ អត់ថ្លៃអីចេះហីកូនចៅម្នាក់បន្តិចម្នាក់បន្តិចដើម្បីឲ្យបាទ បងទៅព្យាបាលឲ្យថៃឲ្យរាប់ពាន់រាប់ម៉ឺន បាទ ខ្ញុំ ហ្នឹងហើយ មកឈុតតែ180ទេណា ហ្នឹងហើយអញ្ចឹងបានថា ទុកឲ្យអត់តែមិនក៏ដោយគោគេឲ្យបងប្អូនចែកគ្នាទិញអ្នកដើម្បីទិញឲ្យគាត់ បាទ បាទបាទ ខ្ញុំប្រាប់ចំណុចថ្នាំនេះខ្លាំងចំណុចមានតែ2ប្រភេទទេ បាទបាទ ទី1បង្កើតក្របឈាម បាទ អញ្ចឹងបានគាត់ញ៉ាំទៅគាត់ឡើងសាច់ឡើងឈាមវិញភ្លាមតែមួយពេចតែមួយថ្ងៃពីរថ្ងៃឡើងឈាមភ្លាម បាទបាទ បាទបើមិនជឿទេនាំគាត់ទៅជួសឈាមគឺឈាមគ្រប់ពេញ100%អត់មានខ្វះទេ បាទ ចំណុចទី2គឺពង្រឹងប្រព័ន្ធការពាររាងកាយ បាទ បាទចំណុចខ្លាំងពីរហ្នឹងដែលឃើញវីដេអូខ្ញុំមុនអ្នកដែលឈឺធ្ងន់ដីកតើដាក់ទៅមានកម្លាំងព្រឹសឡើងវិញណា បាទ បាទចំណុចពីរហ្នឹងហើយដែលធ្វើឲ្យខ្លួនប្រាណយើងហ្នឹងបង្កើតអង់ទីកទៅប្រឆាំងទៅកម្ចាត់កោសិកាមហារីកនោះ បាទ អញ្ចឹងគាត់ញ៉ាំបន្តយូរបន្តិចកោសិកាមហារីកគាត់នឹងអាលីអស់ បាទ ហើយគាត់នឹងជាខ្លាយមិនធម្មតា បាទ ចាក់គីមីទុនខ្លួនខ្សោយហើយដល់ពេលដែលយើងញ៉ាំថ្នាំនេះទៅជាមានកម្លាំងហើយទៅជាទៀតឃើញទេ បាទបាទ ផ្ទុយគ្នា បាទបាទបាទ បាទហើយឥឡូវមើលអ៊ំជាក់ស្ដែងគាត់ដើរព្រិលហើយមិញឃើញទេ សាច់ឈាមគាត់ផ្លាជាងមុនឆ្ងាយ បាទ សាច់ឈាមបាទពីមុនគាត់ដូចពិបាកនឹងទទួលយកដល់ពេលឥឡូវវាភ្លឺដល់ពេលភ្លឺអញ្ចឹងកូនជាសប្បាយចិត្តទាំងអស់គ្នាអញ្ចឹងណាបង បាទហើយថ្លៃទេបងថ្នាំប៉ុណ្ណឹងថ្លៃទេ មិនថ្លៃហ្មងទេបងអាចយើងទិញបានទៀត បាទ បាទមិនទិញអានោះលេងអស់រាប់ម៉ឺនយកដូចយកបោះចោលអញ្ចឹងណា រាប់មើលមិនស្មើនឹងអា180ពីកំប៉ុងដាក់បញ្ជីទេណា បាទបាទ បាទ 20000 អស់20000 ចា អូ បាទអញ្ចឹងមានន័យថាទៅព្យាបាលនៅប្រទេសថៃនោះបាទ ពេទ្យបង្កក់ អស់ប្រហែលដែរអ្នកមីង អស់ បើ 20000 អស់ប្រហែលជា 20000 2 3ដងហ្នឹងអស់ប្រហែលជា20000ណា ពេទ្យផតយាគេអាពេទ្យថ្លៃយល់ ភេទទេស្អីគេបរងរៈ បរងរៈពេទ្យរងរៈ ផលិតផលខ្ញុំសំបីតែថៃនៅម៉ាឡេនៅអាមេរិកបារាំងអីសុំកាត់យកទៅលក់ត បាទបាទ ដោយសារតែយើងស្តុកវាតិចតួចយើងត្រូវការពេលវេលាដាំដុះក្នុងការរោងចក្រអញ្ចឹងបងប្អូនគួរយល់មិនមែនថ្នាំយើងអត់ប្រសិទ្ធភាពទេហេតុអីមិនលក់ចេញក្រៅប្រទេសដោយសារតែវាគ្មានស្តុកនេះជាបញ្ហាហើយគុតគង់តែក្នុង បាទបានគ្រប់គ្រងក្នុងប្រទេសសិនប្រជារដ្ឋខ្មែរជាហ្នឹងគឺអស់ចាហើយ យើងព្យាបាលបងប្អូនប្រជាពលរដ្ឋខ្មែរយើងសិនបាទចាំយើងនាំចេញទៅខាងក្រៅអរគុណបងប្អូនទាំងអស់គ្នានេះហើយគឺជាសម្ដីរបស់បាទកូនប្រសាក៏ដូចជាកូនបង្កើតរបស់អ្នកមីងដែលគាត់បានទៅព្យាបាលនៅក្រៅប្រទេសហើយឥឡូវនេះមកប្រើប្រាស់ជាមួយនឹងឱសថដើមសម្ោចហើយទទួលបានលទ្ធផលល្អអញ្ចឹងយើងរងចាំនឹងតាមដានសម្រាប់អាការៈរបស់គាត់បន្តទៀតថាតើចាំមើលរយៈពេលប្រហែលជាមួយខែទៀតយើងអាចមកជួបគាត់ម្ដងទៀត បាទ យើងអាចមកជួបគាត់ម្ដងទៀតដើម្បីសួរសុខទុក្ខទៅដល់អ្នកមីងបាទអរគុណច្រើនចឹងបងប្អូនដែលកំពុងតែមានបញ្ហាជំងឺមហារីកកុំភ្លេចអាចទំនាក់ទំនងឬអាចកុំភ្លេចបាទអាចមកពិភាក្សាជាមួយនឹងយើងខ្ញុំទាំងអស់គ្នានៅក្នុងเพจផ្លូវការរបស់យើងផ្ទាល់តែម្ដងចឹងបងប្អូនដែលមានជំងឺមហារីកគ្រប់ប្រភេទបាទមហារីកគ្រប់ប្រភេទបាទកុំភ្លេចបាទទំនាក់ទំនងមកឥឡូវនេះ ពុកម៉ែបងប្អូនដែលមានជំងឺមហារីកគ្រប់ប្រភេទមិនថាមហារីកដោះមហារីកស្បូនមហារីកពោះវៀនធំមហារីកថ្លើមមហារីកខួរក្បាលមហារីកកូនកដុលមហារីកអីក៏ដោយដំណាក់កាលធ្ងន់ដល់ដំណាក់កាលទី4ក៏ដោយសូមបងប្អូនប្រើសុទ្ធដើមស្រមោច
បាទជាឱសថរុក្ខជាតិដែលជាឱសថទឹកព្យាបាលបងប្អូនភាគច្រើនគឺជាដាច់បាទនេះមិនមែនជារឿងលេងសើចទេបងប្អូនសូមជួយ share ផងហើយឱសថនេះគឺមានទីតាំងលក់ត្រឹមត្រូវបាទទីតាំងបងប្អូនអាចមើលបាននៅច្រាំងចម្រេះបាទនៅផ្លូវជាសភារាទីតាំងលក់ឱសថរបស់យើងនេះគឺគ្មានការបោកប្រាស់ទេឱសថរុក្ខជាតិដើមស្រមោចនេះគ្មានសារជាតិប៉ះពាល់ឬក៏មានសារជាតិហាមឃាត់អត់មានប៉ះពាល់អីទាំងអស់បងប្អូនដែលកំពុងតែចាក់គីមីឬក៏ញ៉ាំថ្នាំពេទ្យអាចញ៉ាំលាយជាមួយបានដោយមិនបាច់បារម្ភអីទាំងអស់